ពេលនេះគាត់នៅចាប់ឃីសរូហើយនឹងតាសាថើនជាប់មិនព្រមលេងនោះទេពេលហ្នឹងឃីសរូឆ្លៀតបាញ់លូហ្វីមកលេសប៊ីមតែលូហ្វីគេចទាន់ហើយដើម្បីជាការវាយបកលូហ្វីបានចាប់ពួកគាត់ទាំងពីរយាដៃយ៉ាងវែងទៅក្រោយរួចប្រើក្បាច់ថ្មីរបស់គាត់មួយដែលគាត់ឲ្យឈ្មោះថាកាំដោនឈីមបលចាប់ពួកគាត់ទាំងពីរនាក់ទះចូលគ្នាពេលលូហ្វីលេងដៃមកវិញឃើញថាគួរឲ្យអស់សំណើចណាស់ទាំងតាសាថើនទាំងឃីសរូបានសម្ប៉ែតដោយកដាស់អញ្ចឹងពេលហ្នឹងលូហ្វីថែមនឹងចាប់ពួកគាត់ទាំងពីរបវល់ឲ្យមូលដោយនំភីសាអញ្ចឹងកន្លែងហ្នឹងហើយដែលមានហ្វេនរបស់រឿង One Piece ខ្លះបានដូរឈ្មោះរបស់ឃីសរូទៅជាភីសារូបន្តមកលូហ្វីបានគប់ភីសាទាំងពីរបន្ទះចេញទៅសមុទ្របោកនាវាចម្បាំងរបស់កងបរិមផ្ទុះឆេះអស់ជាច្រើនគ្រឿងការវាយប្រហាររបស់លូហ្វីនៅពេលនោះបានធ្វើឲ្យឃីសរូដេកស្អាតងើបលែងរួចមិនដឹងថាគាត់ងើបអត់រួចមែនឬក៏គាត់មិនចង់ងើបនោះទេដោយសារតែនៅក្នុងកែវភ្នែករបស់គាត់មើលឃើញតែការស្លាប់របស់ដុកទ័រវេកាផាំងចំណែកតាសាថើនវិញគឺខុសគ្នាខណៈពេលដែលលូហ្វីកំពុងតែសើចសប្បាយគាត់បានហត់ត្រឡប់ទៅដេញតាមវាយប្រហារលូហ្វីវិញធ្វើឲ្យលូហ្វីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិននឹកស្មានថាតាសាថើនអាចធ្វើអញ្ចឹងបានស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនឹងទៅទៀតដោយសារតែពេលនេះក្រុម Elder 4នាក់ទៀតបានធ្វើដំណើរទៅដល់កោះអេហេននោះផងដែរហើយក្រុមតាសាថើម្នាក់លូហ្វីពិបាកទប់ទល់ទៅហើយទម្រាំតែ Elder ទាំង5មកជុំគ្នាតើលូហ្វីអាចទប់ទល់ជាមួយនឹងពួកគាត់បានតាមវិធីណាសម្រាប់រឿង One Piece វគ្គទី1143គឺបញ្ចប់ត្រឹមប៉ុណ្្នឹងសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំ